ឯកឧត្តមហ៊ីងប៊ុនហៀងគណៈបកប្រជាជនកម្ពុជាជាគណៈបកចាស់ទុំខាងនយោបាយតែមួយគត់ដែលដឹកនាំប្រទេសពីបាតដៃទទេមករីកចម្រើនអភិវឌ្ឍគ្រប់វិស័យឯកឧត្តមគតិសង្ហាបណ្ឌិតហ៊ីងប៊ុនហៀងបានលើកឡើងថាគណៈបកប្រជាជនកម្ពុជាជាគណៈបកចាស់ទុំខាងនយោបាយតែមួយគត់ដែលបានដឹកនាំប្រទេសពីបាតដៃទទេចេញពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតជាង40ឆ្នាំកន្លងមកនេះហើយបានខិតខំកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យនិងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្នឯកឧត្តមគតិសង្ហបណ្ឌិតហ៊ីងប៊ុនហៀងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបកប្រជាជនប្រធានគណៈកម្មាធិការគណៈបកគុតកាឡៃសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងជានាយករងគុតកាឡៃសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណៈបកប្រជាជនកម្ពុជាស្រុកកំពង់ស្វាយខេត្តកំពង់ធំនាព្រឹកថ្ងៃទី15ខែមីនាឆ្នាំ2025ឯកឧត្តមគតិសង្ហបណ្ឌិតបានពន្យល់ដល់មន្ត្រីគណៈបកនិងប្រជាជនស្រុកកំពង់ស្វាយខេត្តកំពង់ធំឲ្យចេះពិចារណាបែងចែកឲ្យច្បាស់លាស់នៅព័ត៌មានបំភ្លឺការពិតព័ត៌មានដែលមានលក្ខណៈញុះញង់ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជលនិយមមួយក្តាប់តូចដែលមានបំណងតែម្យ៉ាងគឺចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ